One, launch. រុស្ស៊ីបានប្រមានអំពីការឆ្លើយតបដ៏ខ្លាំងក្លាប្រសិនបើសហរដ្ឋអាមេរិកបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែនស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកគ្នាមកកាន់វីដេអូថ្មីសម្រាប់ថ្ងៃទី3ខែតុលាឆ្នាំ2025នៅក្នុងវីដេអូនេះផងដែរយើងនឹងចែករំលែកជូនដល់ប្រិយមិត្តបងប្អូនអ្នកគ្នាអំពីខ្លឹមសារនៃព័ត៌មានអំពីការប្រមានរបស់រុស្ស៊ីពាក់ព័ន្ធជាមួយនឹងការបញ្ជូននៅមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក Tomahawk ថាពួកគេនឹងមានការឆ្លើយតបយ៉ាងខ្លាំងក្លាប្រសិនបើសហរដ្ឋអាមេរិកហ៊ានបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយនេះឲ្យអ៊ុយក្រែននិងឲ្យអ៊ុយក្រែនវាយប្រហារសម្រាប់ការប្រើប្រាស់នៅមីស៊ីលរយៈចម្ងាយឆ្ងាយនេះមកក្នុងទឹកដីរបស់រុស្ស៊ីតែយ៉ាងណាមិញដើម្បីកុំឲ្យខាតពេលវេលាយូរក៏សូមប្រិយមិត្តបងប្អូនអ្នកគ្នាមកតាមដានជុំនឹងខ្លឹមសារលម្អិតជាមួយនឹងខ្ញុំបាទដោយទូទៅបើយោងទៅតាមរបាយការណ៍ដែលបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានប្រាប់នាយកព័ត៌មានរុស្ស៊ីកាលពីថ្ងៃទី2ខែតុលាថារុស្ស៊ីនឹងឆ្លើយតបដ៏សមស្របប្រសិនបើសហរដ្ឋអាមេរិកផ្ទេរមីស៊ីលឆ្លងទ្វីប Tomahawk ទៅកាន់អ៊ុយក្រែនការកត់សម្គាល់របស់គាត់បានកាត់ឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីអាមេរិកលោក J.D. Vance បាននិយាយថាទីក្រុង Washington កំពុងពិចារណាទៅលើសំណើរបស់ទីក្រុង Kyiv សម្រាប់ការផ្ដល់ឲ្យនៅមីស៊ីល Tomahawk ដែលអាចវាយប្រហារគោលដៅចន្លោះពី 1,600 គីឡូម៉ែត្រដល់ 2,500 គីឡូម៉ែត្រយ៉ាងណាមិញលោក Dmitry Peskov មិនបានបញ្ជាក់អំពីវិធានការលម្អិតដែលទីក្រុង Moscow អាចនឹងធ្វើការឆ្លើយតបនោះទេថ្លែងនៅក្នុងវេទិកា Valdiv នៅថ្ងៃទី2ខែតុលាប្រធានាធិបតីរុស្ស៊ី Vladimir Putin បានច្រានចោលនៅសារៈសំខាន់នៃការផ្ទេរមីស៊ីល Tomahawk របស់អាមេរិកទៅកាន់អ៊ុយក្រែនលោកបាននិយាយថា Tomahawk គឺជាអាវុធដ៏មានឥទ្ធិពលពួកវាលែងមានភាពទំនើបទៀតហើយប៉ុន្តែវាមានថាមពលខ្លាំងនិងបង្គោលនឹងការគម្រាមកំហែងប៉ុន្តែពួកគេនឹងមិនផ្លាស់ប្ដូរនៅស្ថានភាពនៃសមរភូមិទាល់តែសោះសម្រាប់ការប្រើប្រាស់នៅមីស៊ីលទាំងនេះយ៉ាងណាមិញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមសេចក្តីរាយការណ៍បានសង្កត់ធ្ងន់ទៅលើប្រធានាធិបតី Donald Trump ចំពោះការបាញ់កម្មជ្រួចក្នុងអំឡុងពេលនៃកិច្ចប្រជុំបិទទ្វារនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី23ខែកញ្ញាកន្លងទៅស្របពេលដែលកម្មជ្រួចរយៈចម្ងាយឆ្ងាយបានស្ថិតនៅក្នុងបញ្ជីនៃក្តីប្រាថ្នារបស់អ៊ុយក្រែនជាច្រើនឆ្នាំមកហើយដែលត្រូវបានដាក់បញ្ចូលទៅក្នុងផែនការជោគជ័យរបស់លោក Zelensky ដែលបានបង្ហាញដល់ប្រធានាធិបតីអាមេរិកនោះលោក Joe Biden នៅក្នុងខែតុលាឆ្នាំ2024យ៉ាងណាមិញការដឹកជញ្ជូនមីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែនប្រហែលជាមិនទំនងនោះទេដោយសារតែមានការស្តុកទុកបច្ចុប្បន្នរបស់ទីក្រុង Washington ដែលបានបដិញ្ញាចិត្តចំពោះកងទ័ពជើងទឹកអាមេរិកមន្ត្រីអាមេរិកនិងប្រភពផ្សេងទៀតបានដឹងអំពីកម្មជ្រួចនេះបានប្រាប់មកកាន់កាសែត Reuters នៅថ្ងៃទី2ខែតុលាទន្ទឹមនេះគួរជម្រាបឲ្យដឹងផងដែរថា Tomahawk គឺជាធាតុផ្សំដ៏សំខាន់នៃឃ្លាំងអាវុធរបស់អាមេរិកវាអាចហោះហើរក្នុងកម្ពស់ទាបនិងធ្វើសម្យុទ្ធកិច្ចពីប្រព័ន្ធការពារនិងត្រូវបានរៀបចំឡើងវិញនៅពាក់កណ្ដាលនៃជើងហោះហើរអ៊ុយក្រែនបានអះអាងថាសភាវុធនេះនឹងអនុញ្ញាតឲ្យមានការវាយប្រហារទៅលើមជ្ឈមណ្ឌលបញ្ជាការនិងមជ្ឈមណ្ឌលផ្គត់ផ្គង់យ៉ាងជ្រៅនៅពីក្រោយតំបន់ជួរមុខដែលលោក Zelensky បាននិយាយថាមជ្ឈមណ្ឌលនៃអំណាចទាំងនេះរួមទាំងវិមានក្រមឡាំងអាចជាគោលដៅស្របច្បាប់របស់ទីក្រុង Kyiv ឥឡូវនេះអ៊ុយក្រែនបានពឹងផ្អែកទៅលើកាំជ្រួច Storm Shadow ដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចដែលមានសមត្ថភាពវាយប្រហាររយៈចម្ងាយ250គីឡូម៉ែត្រស្របពេលដែលរុស្ស៊ីបានរក្សានូវអត្ថប្រយោជន៍យ៉ាងសំខាន់លើអ៊ុយក្រែនក្នុងសមត្ថភាពមីស៊ីលដោយប្រើប្រាស់ជាមួយនឹងនាវាមីស៊ីល Caliber និងមីស៊ីលផ្លោង Iskander ជាប្រចាំដើម្បីវាយប្រហារមកលើទីក្រុងនានារបស់អ៊ុយក្រែនអ៊ុយក្រែនក៏បានងាកទៅរកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដើម្បីទូទាត់សងដោយកំណត់គោលដៅឃ្លាំងផ្ទុកប្រេងឥន្ធនៈមូលដ្ឋានយោធានិងរចនាសម្ព័ន្ធនៅឆ្ងាយពីសមរភូមិការជជែកដេញដោលជុំវិញនៃការបញ្ជូនមីស៊ីល Tomahawk ក៏បានកាត់ឡើងផងដែរនៅពេលដែលរដ្ឋបាលរបស់លោក Donald Trump បានចាប់ផ្ដើមបញ្ជូនអាវុធទៅកាន់ទីក្រុង Kyiv នៅក្រោមកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការ NATO ហើយយ៉ាងណាមិញកញ្ចប់ជំនួយដំបូងដែលត្រូវបានអនុម័តកាលពីថ្ងៃទី16ខែកញ្ញារួមទាំងមីស៊ីលការពារដែនអាកាស Patriot និង HIMARS បាទប្រិយមិត្តបងប្អូនអ្នកគ្នាតែនេះគឺជាខ្លឹមសារមួយចំនួនពាក់ព័ន្ធជាមួយនឹងការឆ្លើយតបរបស់ទីក្រុង Moscow ទៅនឹងការបញ្ជូននៃមីស៊ីល Tomahawk របស់អាមេរិកទៅកាន់ប្រទេសអ៊ុយក្រែនស្របពេលដែលលោក Dmitry Peskov ដែលជាអ្នកនាំពាក្យវិមានក្រមឡាំងបាននិយាយថាការបញ្ជូននៅមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចមានសមត្ថភាពវាយប្រហារចេញពីប្រទេសអ៊ុយក្រែនមកដល់ទឹកដីរុស្ស៊ីក្នុងរយៈចម្ងាយជ្រៅនឹងគឺអាចនឹងមានផលប៉ះពាល់មួយចំនួនក៏ប៉ុន្តែទីក្រុង Moscow នឹងបដិញ្ញាចិត្តសម្រាប់ការឆ្លើយតបដ៏សមស្របបំផុត
ហើយទន្ទឹមនឹងនេះផងដែរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផ្ទាល់ក៏បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួនដោយលោកបានលើកឡើងថាមីស៊ីល Tomahawk នេះគឺជាមីស៊ីលដែលហួសសម័យកាលទៅហើយក៏ប៉ុន្តែយ៉ាងណាមិញវាក៏នៅមានផលប៉ះពាល់បន្តិចបន្តួចផងដែរក៏ប៉ុន្តែវាមិនអាចផ្លាស់ប្ដូរនៅស្ថានភាពនៃសមរភូមិសង្គ្រាមបាននោះទេបាទពលគឺលោកបានលើកឡើងថាវានឹងមិនអាចផ្លាស់ប្ដូរជាមួយនឹងស្ថានភាពសមរភូមិហើយក៏មិនអាចបង្កនូវការរំខានដ៏ធំសំខាន់អ្វីដល់រុស្ស៊ីនោះដែរបាទនេះគឺជាការលើកឡើងរបស់លោកពូទីនណាចា៎នឹងប្រិយមិត្តបងប្អូនអរគ្នាយើងងាកចេញពីព័ត៌មានពាក់ព័ន្ធជាមួយនឹងមីស៊ីល Tomahawk នេះយើងមកចាប់អារម្មណ៍ជាមួយនឹងការលើកឡើងក៏ដូចជារបាយការណ៍របស់អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Oleksensky ដែលលោកបាននិយាយថារុស្ស៊ីបានបាញ់បង្ហោះដ្រូនជិតប្រមាណ 6,900 គ្រឿងនៅក្នុងខែកញ្ញាកន្លងទៅនេះដែលបានសម្ដៅមកលើទីតាំងហេដ្ឋារចនាសម្ព័ន្ធនានារបស់អ៊ុយក្រែនបាទពលគឺពួកគេប្រើប្រាស់ច្រើនមែនទែនរហូតដល់ទៅ 6,900 គ្រឿងឯណោះចា៎នឹងសូមប្រិយមិត្តបងប្អូនទាំងគ្នាតាមដានជំរាបខ្លឹមសារអត្ថបទព័ត៌មានមួយនេះជាបន្តជំរាបខ្ញុំបាទដូចទៅនៅថ្ងៃទី 2 ខែតុលាម្សិលមិញនេះអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Oleksensky បាននិយាយថារុស្ស៊ីបានបាញ់បង្ហោះដ្រូនជិត 6,600 គ្រឿងមកលើអ៊ុយក្រែននៅក្នុងខែកញ្ញាដែលបានសរសេរនៅលើបណ្ដាញ Telegram លោកបាននិយាយថានៅក្នុងខែកញ្ញាសត្រូវបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកជិត 6,900 គ្រឿងក្នុងអំឡុងពេលនៃការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនរួមទាំងប្រភេទនៃយន្តហោះគ្មានមនុស្សបើក Zahid ជាង 3,600 គ្រឿងយន្តហោះគ្មានមនុស្សបើកប្រភេទ Zahid ដែលត្រូវបានរចនាឡើងដំបូងនៅក្នុងប្រទេសអ៊ីរ៉ង់ដែលពួកគេបានផលិតយ៉ាងច្រើននៅក្នុងប្រទេសរុស្ស៊ីក្រោមឈ្មោះថា Geran 2ហើយបានក្លាយទៅជាអាវុធកណ្ដាលនៅក្នុងការវាយប្រហាររបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែនពួកវាត្រូវបានប្រើប្រាស់ញឹកញាប់បំផុតដើម្បីកំណត់គោលដៅមកកាន់ទីក្រុងរួមទាំងអគារលំនៅឋាននិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗទៀតលោក Sensky បាននិយាយថាពួកស្ត្រីឈ្លានពានរុស្ស៊ីបានបង្កើតនៃការវាយប្រហារមកលើតំបន់ជួរមុខនិងព្រំដែនហើយពួកគេកំពុងវាយប្រហារយ៉ាងសកម្មទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់និងគោលដៅជនស៊ីវិលផងដែរលោកបានបន្ថែមថាអ៊ុយក្រែនកំពុងកែលម្អប្រព័ន្ធការពាររបស់ខ្លួននិងបង្កើតវិធីសាស្ត្រថ្មីដើម្បីទប់ទល់ទៅនឹងការវិលុករបស់យន្តហោះគ្មានមនុស្សបើកដោយគាត់សម្គាល់ថាភាគច្រើននៃយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីឥឡូវនេះត្រូវបានបំផ្លាញដោយឧបករណ៍ស្ទាក់ចាប់យ៉ាងណាមិញគូបញ្ជាឲ្យដឹងផងថាមកទល់នឹងពេលនេះរុស្ស៊ីបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកប្រភេទ Zahid នេះជិត 50,000 គ្រឿងមកហើយចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយពេញលេញនៅឆ្នាំ 2022 មកដោយពួកគេបានសម្លាប់ជនស៊ីវិលប្រមាណច្រើនជាង 250 នាក់ដែលនេះគឺគិតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកតែមួយមុខតែប៉ុណ្ណោះថ្មីនេះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីមកលើទីក្រុង Dnipro ដែលបានសម្លាប់មនុស្សម្នាក់និងរងរបួសយ៉ាងហោចណាស់ 28 នាក់កាលពីថ្ងៃទី 30 ខែកញ្ញាក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះអ៊ុយក្រែនក៏បានអភិវឌ្ឍនូវបច្ចេកវិទ្យា drone របស់ខ្លួនយ៉ាងឆាប់រហ័សដើម្បីទប់ទល់ទៅនឹងការវិលុកយោងទៅតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Denis Shmyhal ថានៅពេលឆាប់នេះទីក្រុងគៀវនឹងអាចដាក់នៅពង្រាយយន្តហោះ drone ស្ទាក់ចាប់យ៉ាងហោចណាស់បានចំនួន 1000 គ្រឿងនៅក្នុងមួយថ្ងៃដើម្បីទប់ទល់ទៅនឹងការវាយប្រហាររបស់រុស្ស៊ីបាទជាការប៉ុណ្ណាប្រិយមិត្តបងប្អូនតែនេះគឺជារបាយការណ៍ដែលជាការអះអាងរបស់អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែនលោក Oleksensky ពាក់ព័ន្ធជាមួយនឹងចំនួននៃយន្តហោះគ្មានមនុស្សបើកដែលរុស្ស៊ីបានបាញ់បង្ហោះវាយប្រហារមកលើទីតាំងនានារបស់អ៊ុយក្រែនដែលស្ថិតនៅក្នុងខេត្តកញ្ញាកន្លងទៅនេះគឺពួកគេប្រើប្រាស់ drone យន្តហោះគ្មានមនុស្សបើកនឹងរហូតដល់ទៅ 6,900 គ្រឿងដែលនេះវាគឺជាការវាយប្រហារដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានវាយប្រហារជាមធ្យមនឹងគឺចន្លោះពី 230 ទៅ 300 គ្រឿងនៅក្នុងមួយយប់ណាបាទដែលនេះគឺជាចំនួនដ៏ច្រើនផងដែរសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំស្របពេលដែលអ៊ុយក្រែនបានកំពុងបង្កើននៅបច្ចេកវិទ្យារបស់ខ្លួនសម្រាប់ការផលិតនៅយន្តហោះគ្មានមនុស្សបើកស្ទាក់ចាប់ដើម្បីទប់ទល់ទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីណាសូមអរគុណប្រិយមិត្តបងប្អូនអ្នកគ្នាសម្រាប់ការទស្សនានៅវីដេអូមួយនេះតាំងតែពីដើមរហូតដល់ចប់ប្រសិនបើមានកំហុសខុសឆ្គងនៅក្នុងការអានការនិយាយនៅត្រង់ចំណុចណានោះបាទក៏សូមមេត្តាអធិស្ឋានផងដែរបាទជាចុងក្រោយនោះសូមបងប្អូនជួយចុចនៅលើពាក្យ Subscribe បាទក៏ដូចជាដាក់រូបកណ្ដឹងផងដែរដើម្បីទទួលបាននូវព័ត៌មានអន្តរជាតិថ្មីជាបន្តបន្ទាប់ដែលខ្ញុំបាទនឹងអាប់ដេតជូនប្រិយមិត្តបងប្អូនទាំងអស់គ្នាជារៀងរាល់ថ្ងៃផងដែរបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ